ស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសួស្តីអ្នកសិក្សាទាំងអស់បាទនៅក្នុងវីដេអូនេះសិក្សាអំពី The Month of the Year ខែនៃឆ្នាំតើក្នុងមួយឆ្នាំមានរយៈពេលប្រមាណខែហើយមានខែខ្លះហើយខែនីមួយៗជាភាសាអង់គ្លេសយើងនិយាយថាម៉េច There are 12 months a year មាន12ខែក្នុងរយៈពេលមួយឆ្នាំមាន12ខែក្នុងរយៈពេលមួយឆ្នាំអញ្ចឹងខែទី1គឺខែមករាភាសាអង់គ្លេសយើងអានថា January បាទកន្លែងនេះគឺជា phonetic symbol បងប្អូនអាចត្រឡប់ទៅមើលវីដេអូរបស់ខ្ញុំមុនខ្ញុំបានបង្រៀនទាក់ទងទៅនឹង phonetic symbol vowel sound និង consonant sound នេះអញ្ចឹងពេលដែលបងប្អូនចេះphonetic symbol គឺបងប្អូនអាចអានពាក្យនៅក្នុងភាសាអង់គ្លេសបានដោយខ្លួនឯង Repeat after me again January ខែមករាពេលនេះ February here February ខែកុម្ភៈអូខេណាស់ March ខែមីនាយើងនិយមអានថាខែមីនីប៉ុន្តែយើងទៅសេមីនាអូខេណាស់ April here April ខែមេសាអូខេណាស់ May here May ខែឧសភាអូខេណាស់ June here June ខែមិថុនាអូខេណាស់ July here July ខែកក្កដាអូខេ one more August ខែសីហាអូខេណាស់ September here September ខែកញ្ញាអូខេណាស់ October ខែតុលាអូខេណាស់ November ខែវិច្ឆិកាអូខេ the last one December ខែធ្នូចំណុចនេះអស់ហើយយើងចូលទៅ abbreviation តកតងទៅនឹងការសរសេរជាអក្សរកាត់តើខែនីមួយៗយើងសរសេរជាអក្សរកាត់បែបម៉េចខ្លះ written abbreviation សរសេរជាអក្សរកាត់ទៅការសរសេរជាអក្សរកាត់នៅក្នុងភាសាអង់គ្លេសតកតងទៅនឹងខែនេះគឺយើង select យក3តួអក្សរ 3 letter ហើយលើកលែងតែខែ September មួយដែលមាន4តួអក្សរសម្រាប់ខែមករា January តែជាទម្រង់កាត់ abbreviation គឺមាន letter J A N period so abbreviation of January is J A N period អូខេ next February ខែកុម្ភៈតែជាអក្សរកាត់គឺ F E B period abbreviation of February is F E B period អូខេ next March ខែមីនាចឹងមកយើងសរសេរជាទម្រង់កាត់គឺមានអក្សរ M A R period so abbreviation of March is A M A R អូខេ next April អញ្ចឹងខែ April គឺយើងសរសេរជាអក្សរកាត់មានអក្សរ A P R period
so abbreviation of April is APR period ในเมย์ไทยเมย์นี่คืออดมีนទម្រង់ជាអក្សរកាត់ទេគឺវាមានតែ3តួអក្សរបាទគឺវាសតហើយស្រេចបាទ one is May no abbreviation okay next June អញ្ចឹងខែ June នេះគឺយើងទៅសេជាទម្រង់កាត់មានអក្សរ J U N period okay next July នេះយើងទៅសេជាទម្រង់អក្សរកាត់មានអក្សរ J U L period abbreviation of July is J U L period okay next August អញ្ចឹងខែ August នេះគឺយើងទៅសេជាទម្រង់អក្សរកាត់មានអក្សរ A U G period so abbreviation of August is A U G period okay next September បាទទម្រង់អក្សរកាត់របស់ September គឺមាន4តួអក្សរមាន S E P T period so abbreviation of September is S E P T period okay next October ចឹង October យើងទៅសេជាទម្រង់អក្សរកាត់មានអក្សរ O C T period okay next November អញ្ចឹង November អក្សរកាត់យើងទៅសេមាន N O V period so abbreviation of November is N O V period okay the last one December បាទអញ្ចឹង December ហ្នឹងយើងទៅសេជាទម្រង់អក្សរកាត់មាន D E C period so abbreviation of December is D E C period អញ្ចឹងទម្រង់អក្សរកាត់នៅក្នុងភាសាអង់គ្លេសតាក់ទងទៅនឹងខែនេះគឺជាទូទៅយើង select យក3តួអក្សរនៅខាងដើមប៉ុន្តែ except មួយគឺ September នេះគឺយើងមានដល់ទៅ4តួអក្សរគឺ S E P T ហើយសម្រាប់ខែ May គឺ except no abbreviation អញ្ចឹងខែ May នេះគឺអត់មានទម្រង់ជាអក្សរកាត់ទេវាមានតែ3 letter 3តួអក្សរអញ្ចឹងគឺវារក្សានៅទម្រង់ដដែល May ទៅ May បាទ the same បាទអញ្ចឹងអស់ហើយតាក់ទងទៅនឹង written abbreviation of the month